សម្រាប់តិចនិចយកប្រភេទកញ្ចក់ដុសកប់នេះបងប្អូនខ្ញុំធ្លាប់ចេញវីដេអូម្ដងហើយតែឥឡូវខ្ញុំចង់ចេញវីដេអូម្ដងទៀតដើម្បីឲ្យបងប្អូនទាំងអស់គ្នាកាន់តែច្បាស់អញ្ចឹងណាសម្រាប់ប្រវត្តិជើងរបស់គាត់នេះខ្ញុំសួរគាត់ដែរបងប្អូនថាហេតុអីបានទុកកញ្ចក់វែងហើយទុកតតែដុសបុកអញ្ចឹងក៏បានប្រាប់ខ្ញុំត្រឡប់មកវិញអញ្ចឹងណាគាត់ថាគាត់ធ្លាប់ចូលជាង2 3ដងដែរបងប្អូនប៉ុន្តែគាត់ចូលកាត់ទៅជើងគាត់កាត់ម្ដងណាក៏ឈាមហើយយកអត់អស់ហើយកាត់ទូកសាច់ទៀតពេលអញ្ចឹងគាត់ថាគាត់លេងហ៊ានចូលជាងហ្មងដោយសារតែឃើញវីដេអូរបស់ម៉ាក់បេឡាឃើញកាត់តិចក្រាញ់មនុស្សប្រុសច្រើនឃើញយកតិចក្រាញ់មានជំនាញក៏គាត់មកហាងម៉ាក់បេឡាសាគាត់មកលើកទី1ដែរបងប្អូនឥឡូវនេះគឺម៉ាក់បេឡាមកប្រាប់កន្លឹះខ្លះតិចនិចដែលម៉ាក់បេឡាធ្លាប់តែធ្វើកន្លងមកលើបញ្ហាកប់កញ្ចក់ដូចគាត់បងប្អូនមុនតែយើងកាត់គឺយើងធ្វើការឆែកជើងគាត់មើលតែជើងគាត់នេះចកដោះបុកកញ្ចក់ងាប់ហ្នឹងនៅដល់ជម្រៅណាដែរអញ្ចឹងណាបងប្អូនគាត់ពីយើងឆែកមើលហើយឃើញថាជើងរបស់គាត់វារៀងជ្រៅគួរសមដែរអញ្ចឹងពេលកាត់បងប្អូនគួរតែប្រយ័ត្នប្រយែងបន្តិចឲ្យមុតជើងភ្ញៀវជ្រៅអញ្ចឹងណាបងប្អូនអាហ្នឹងគឺយើងគួរតែឆែកមើលមុនសម្រាប់ជើងកប់កញ្ចក់បែបនេះងាយស្រួលធ្វើទេបងប្អូនមើលតែក្នុងវីដេអូរបស់ម៉ាក់បេឡាគឺបងប្អូនអាចធ្វើខ្លួនឯងនៅផ្ទះបានសម្រាប់បងទាំងអស់គ្នាគាត់នៅឆ្ងាយទាល់អីចឹងណាហើយគឺយើងធ្វើការជាគាត់ពាក់កណ្ដាលសិនបងប្អូនកុំតន់ជាដល់គល់យើងធ្វើការយកកន្ត្រៃចាកន្ត្រៃរបស់យើងហ្នឹងគឺចាប់ស្រាលកុំចាប់ខ្លាំងពេកណាដែលយើងចាប់ខ្លាំងវាដាច់បងប្អូនឥឡូវយើងទាញគាត់មកនេះបងប្អូនអើយពេលដែលយើងទាញគល់គាត់បានកន្លែងខ្នែងកែងនឹងចាញ់មកគឺរៀងស្រឡះបានខ្លះឲ្យបងប្អូនឥឡូវគឺយើងឆាប់ពីមុខតិចទៀតបីយកមកស្រួលយើងជាកវិតរបស់យើងជាដល់ក្នុងបងប្អូនហើយយើងពេលដែលយើងលុកជាតិចក្រាញ់របស់គាត់ហ្នឹងគឺធ្វើស្រាលបងប្អូនសិនជាយើងកាត់ធ្ងន់ពេកធ្វើឲ្យជើងរបស់គាត់ឈឺហើយក៏ឈាមដែរបងប្អូនចានេះគឺយើងយកខ្នែងគាត់កន្លែងដែលខ្ញុំចុចឲ្យបងប្អូនទាំងអស់គ្នាមើលហ្នឹងគឺកន្លែងខ្នែងដែលយើងគួរតែយកឲ្យអស់តែប៉ិតជើងរបស់គាត់គឺអត់មានបញ្ហាខាងគល់ទេអញ្ចឹងយើងអត់ត្រូវកាត់គល់គាត់ទេកាត់តែពីមុខរបស់គាត់នឹងហើយរហូតដល់ពាក់កណ្ដាលជើងណាខាងគល់គាត់អត់មានបញ្ហាទេយើងកុំប៉ះពាល់គល់គាត់អីបងប្រុសដែលគាត់មានបញ្ហាប្រភេទតិចក្រាញ់មិនថាហាមតិចហាមខ្លាំងឬក៏សាច់ល្មាស់ឬក៏ប្រភេទតិចក្រាញ់ដែលកប់គល់ជ្រៅខ្លាំងបងប្អូនអាចអញ្ជើញមកហាងម៉ាក់បេឡាបាននេះបន្ទាប់ពីយើងកាត់ហើយយើងសួរគាត់ដែរហើយយើងឆែកមើលបងប្អូនឃើញទេកញ្ចក់នេះគឺធ្វើឲ្យយើងឈឺខ្លាំងដោយសារតែវាដូចកវិតអញ្ចឹងពេលដែលវាដុសចាក់បងប្អូនចាធ្វើឲ្យជើងយើងគឺជ្រៅខ្លាំងមែនតើនេះកន្លែងនេះគឺយើងបាញ់ទឹកអាល់កុលសម្អាតខាងក្នុងខ្លាច់មានកតិចឬក៏តលីដីអីឬក៏ស្បែកអីអញ្ចឹងយើងឆ្កឹះបន្ថែមទៀតដោយកន្លែងនេះបងប្អូនគាត់មានស្បែកជាប់មួយកញ្ចក់អញ្ចឹងយើងឆ្កឹះរៀងដៃរៀងធ្ងន់បន្តិចបងប្អូនចាដើម្បីឲ្យស្បែកនឹងវាចេញមកឥឡូវគឺស្បែកគាត់ចេញមកហើយបងប្អូនអញ្ចឹងយើងកាត់សម្អាតជើងគាត់ឲ្យស្អាតទៅបងប្អូនកុំភ្លេចអនាម័យបងប្អូនជាមួយនឹងតត្រៃហើយនឹងរបស់ប្រើប្រាស់របស់យើងណាបងប្អូនសម្រាប់បងទាំងអស់គ្នាដែលគាត់មានប្រភេទកញ្ចក់ជើងដែលហើមឬក៏คลายបងប្អូនគួរតែមានឈុតកត្រៃសម្រាប់ប្រើប្រាស់ខ្លួនឯងណាបងប្អូនបើបងប្អូនអត់ទាន់មានទេបងប្អូនអាចកំងពីម៉ាក់បេឡាបានពីបងប្អូនជើងគាត់ខាងនេះក៏អត់ជាបញ្ហាអីខ្លាំងដែរបងប្អូនខ្ញុំនិយាយខាងដើមវីដេអូអញ្ចឹងជើងរបស់គាត់ជាប្រភេទជើងចកដុសកប់បងប្អូនយើងគ្រាន់តែជាឲ្យដាច់គល់គឺវាចេញមកស្រួលហ្មងអ្វីដែលសំខាន់នោះបងប្អូនចេះកាន់កវិតជាអត់កវិតជានេះគឺមុតខ្លាំងណាបងប្អូនបើសិនជាអត់ចេះកាន់ទេអាចនឹងជ្រុលមុតជើងគាត់ជ្រៅអញ្ចឹងណាតើពីយើងជាឲ្យឃើញជើងរបស់គាត់ចារៀងធូររៀងស្រឡះជាងមុននឹងគាត់មានកតិចអញ្ចឹងគឺយើងត្រូវការគៀ clean សម្អាតគាត់ឲ្យបានស្អាតបងប្អូននៃជើងគាត់កតិចសោះនៅក្នុងហ្នឹងគឺច្រើនខ្លាំងមែនទែនធ្វើឲ្យគាត់អួលណែនឈឺចាក់អីចឹងទៅជើងគាត់នេះគាត់ទុករៀងយូរដែរដោយសារអីបងប្អូនដោយសារតែគាត់អត់ទាន់រកជាងត្រូវបងប្អូនបន្ទាប់ពីគាត់ធ្វើនៅក្នុងហាងម៉ាក់បេឡាហើយគឺគាត់តសើហ្មងគាត់ថាកាត់ដៃស្រាលហើយយកទៅជាក្រាញ់របស់គាត់អស់ធ្វើឲ្យជើងគាត់គឺលែងឈឺហើយលែងចាក់ទៀតអញ្ចឹងណាបងប្អូនបងទាំងអស់គ្នាដែលគាត់នៅខ្វះបទពិសោធន៍អត់ទាន់មានជំនាញខាងកាត់តិចក្រាញ់ទេបងអាចមករៀនបន្ថែមនៅក្នុងហាងម៉ាក់បេឡាបានដោយសារតែហាងម៉ាក់បេឡាគឺមានទទួលបរិញ្ញាបត្រសិស្សដែរសម្រាប់សិស្សផ្នែកតិចក្រាញ់គឺយើងទទួលរាល់ថ្ងៃអញ្ចឹងសម្រាប់បងទាំងអស់គ្នានៅភ្នំពេញឬក៏នៅខេត្តបងប្អូនទាំងអស់គ្នាអាចអញ្ជើញមកបានព្រោះនៅនេះយើងមានកន្លែងស្នាក់នៅអញ្ចឹងបងមកពីខេត្តក៏អត់ពិបាកដែរហើយសម្រាប់ការរៀនគឺយើងអត់កំណត់រយៈពេលទេសម្រាប់ការរៀនភាគច្រើនសិស្សរបស់ម៉ាក់បេឡាមករៀនរយៈពេលមួយអាទិត្យទៅ2អាទិត្យអីហ្នឹងគឺគាត់អាចធ្វើបានលើភ្ញៀវហើយអញ្ចឹងសម្រាប់បងទាំងអស់គ្នាគាត់អត់ទាន់ចេះកាត់សាច់ទេឬក៏គាត់ចេះកាត់សាច់ហើយក៏គាត់អាចមករៀនបានដែរយើងបរៀនពីគ្រឹះយកទៅជាក្រាញ់ហ្មងអញ្ចឹងសម្រាប់បងទាំងអស់គ្នាដែលគាត់នៅស្ទើរ
ខាងកាត់តាជាក្រាញ់គាត់អញ្ជើញមកបានណាបងប្អូននេះបងប្អូនបន្ទាប់ពីយើងធ្វើហើយជើងរបស់គាត់ឃើញថាស្អាត clean មែនតែនសម្រាប់ជើងគាត់នៅខាងនោះមកខាងទៀតបងប្អូនអើយស្ដាយអត់បានថតបងប្អូនជើងខាងនោះនិយាយពីថាជ្រៅជើងគាត់ដុសវែងកងុកហើយក្រាស់ខ្លាំងមែនតែនទាំងវីដេអូនេះចាប់ហើយបងប្អូនអរគុណច្រើនសម្រាប់បងប្អូនអ៊ំពូមីងសម្រាប់ការ like ហើយនិង comment follow TikTok របស់ម៉ាក់បេឡានិង page របស់ម៉ាក់បេឡាអរគុណ